ផ្ដើមរឿងដំបូងស៊ីនយន់និយាយថាការដែលបញ្ជាពេលយូរហ្នឹងគឺកាន់តែធ្វើឲ្យមនុស្សស្រីឈឺចាប់ទេភ្លាមមកដែរធានសានិយាយថាវាមានឈានឡងស៊ីនយន់ពីបំផុតពួកយើងបានជួបគ្នាហើយនិយាយរួចក៏ចង់ដកដៅចេញមកស៊ីនយន់ឃើញអញ្ចឹងបញ្ញាប់ខ្វល់ដោយតបថាឈប់សិនពួកយើងគឺជាសម្ព័ន្ធមិត្តនេះគឺជាការជួបគ្នាដំបូងកុំដកដៅរបស់លោកអីធានសាងក៏សុំទោសព្រោះអីគាត់មិនអាចហាមឃាត់ខ្លួនឯងនៅពេលដែលបានជួបអ្នកខ្លាំងដែរអញ្ចឹងស៊ីនយន់លឺអញ្ចឹងក៏ថាឲ្យថាលោកនឹងគឺឆ្លងវែងជាមួយនឹងការហាត់គុនពេកហើយតែយ៉ាងណាគេក៏លើកឡើងពីឈ្មោះរបស់ចូហ្វានសង្ឃឹមថានឹងបានជួបម្ដងគួរឲ្យស្ដាយមើលទៅខ្ញុំគឺមិនមានឱកាសទៀតទេនីងអើនិយាយឡើងតើលោកនិយាយអ្វីហ្នឹងតើលោកជឿថាលបងធំចូហ្វាននឹងស្លាប់ឬរាងកាយរបស់គាត់គឺមិនទាន់បានរកឃើញនៅឡើយស៊ីនយន់តបថាតើសភាវៈមានជីវិតចូលទៅក្នុងចលើងភ្នំរន្ទះហ្នឹងអាចនៅមានសាសពដែរឬប្រសិនបើគេសមងដូចទៅនឹងលពូជូរស់រានមានជីវិតចេញពីគ្រោះមហន្តរាយនោះគេគួរណាតែត្រូវបង្ហាញខ្លួននៅទីនេះហើយប៉ុន្តែ28ជុំហើយនៅតែមិនទាន់ឃើញវត្តមានរបស់គេទៀត27ជុំដំបូងពួកគេគឺអាចឈ្នះបានប៉ុន្តែជុំចុងក្រោយពួកគេគឺបានប្រើប្រាស់សមត្ថភាពទាំងអស់ទើបអាចឈ្នះប៉ះសិនបើគេនៅតែមិនទាន់បង្ហាញខ្លួនទៀតគេច្បាស់ជាចាក់ចែងពីលោកនេះហើយនិងលើអញ្ចឹងគឺបានត្រឹមតែយំប៉ុណ្ណោះស៊ីងយន់បានឃើញតែមុខរបស់ពួកគេនោះអញ្ចឹងក៏សួរថាតែអ្នករកគ្នាយល់យ៉ាងម៉េចបើសិនបើគ្រូសាឡូមិនមានចូហ្វានតែមានតម្លៃសមខ្លាចទៅជាសម្ព័ន្ធមិត្តពួកយើងទេធានសាងនិយាយឡើងក្នុងកៅភ្នែកខ្ញុំមិនថាជាមិត្តឬក៏យ៉ាងម៉េចទេថាពួកគេនោះមានតម្លៃអាចសាឡបងបានឬអត់ហ្នឹងក៏មិនមែនជាបញ្ហាដែរស៊ីនយន់លើហើយសាច់ឡើងនេះពិតជាស័ក្តិសមជាអ្នកងប់ងល់នឹងការហាត់គុនមែនរួចគេក៏សួរទៅធានយ៉ាងម្ដងតើក៏យ៉ាងម៉េចធានយ៉ាងឆ្លើយតបខ្ញុំមិនដឹងថាលោកគិតយ៉ាងម៉េចទេហើយខ្ញុំក៏មិនខ្វល់ថាលោកគិតបែបណាដែរខ្ញុំនិងចូហ្វានគឺជាបងប្អូនបើសិនបើគេមិនមើលទៅនេះខ្ញុំសង្ឃឹមថាឃើញគ្រូសាឡូនឹងមានសុវត្ថិភាពស៊ីនយន់លើអញ្ចឹងតបថាមើលទៅលប្រុសតូចទី2នេះគឺទុនជារីជាងគេនៅក្នុងចំណោមបងប្អូនប៉ុន្តែវាមានជិនឡងគឺជាមិត្តរបស់ចូហ្វានបើគ្មានគាត់នៅទីនេះកិច្ចព្រមព្រៀងនឹងប្រែទៅជាអត់ន័យថាតើគ្រូសាឡូអាចស៊ូទ្រាំជាមួយនឹងកិច្ចព្រមព្រៀងនេះបានឬអត់វាអាស្រ័យទៅលើសមត្ថភាពដែលពួកគេមានខ្ញុំខ្លាចថាពួកគេមិនអាចសម្រេចវាបាននោះទេមើលទៅមិនបាច់ខ្វល់ពីបិសាចនាគឡើយនៅក្នុងចំណោមនាគទាំង7មានអ្នកបានដាក់គោលដៅលើពួកគេនោះលោកប្រុសតូចទី2តែមានសមត្ថភាពអាចលួចយកចំណីចេញពីក្រញាំនាគទាំង7នោះបានដែរឬទេចលងយូមីងនាគខ្មោចយូសានព្រៃកុយហ៊ូនាគព្រៃរហ័សលិនស៊ន់ហ្វឹងនិងចុងក្រោយសាស្រេចថ្នាំនាគពឹសយានប៉ានគួយលើថាគាត់បាត់បង់ស្មារតីប្រែទៅជាឈួតនៅកំឡុងពេលវឹកហាត់ពីចិត្តពើរបស់គាត់ហើយលទ្ធផលរូបរាងរបស់គាត់ប្រែជាបែបនេះជាមួយនឹងរាងកាយសារធាតុពើរបស់គាត់សូម្បីតែមិនមានយានសងឬក៏យានហ្វូគ្រូសិស្សគេទាំងពីរនោះសម្រេចបានទៅលើការស្លងថ្នាំការគ្រប់គ្រងរបស់គេនេះគឺខ្លាំងជាងស្រាយថ្នាំខូខើទៅទៀតគេគឺជាមនុស្សដ៏គួរឲ្យខ្លាចទោះបីជាគេមិនមែនជាមនុស្សដែលខ្លាំងជាងគេបំផុតប៉ុន្តែសត្វចម្លែកពិតគ្រូសាហងពូអន្តរិទ្ធនាគរំជួយឋានសួគ៌ហងពូឈីងធានគេក៏មានវត្តមាននៅទីនេះដែរបានឃើញឈីងធានអញ្ចឹងធានសាងនេះក៏ចង់ដកដៅរបស់គេហើយតមកគឺពោពេញទៅដោយគំនុំតែម្ដងស៊ីនយន់ឃើញអញ្ចឹងគាត់ថាតាមមនុស្សឈួតនៅក្នុងការហាត់កូននេះមិនដឹងថាគេម្នាក់នោះជាមនុស្សគួរឲ្យខ្លាចយ៉ាងម៉េចទេគ្រាន់តែបានឃើញដំបូងហ្នឹងក៏ចង់សាឡបងជាមួយនឹងគេនោះទៅហើយមិនដឹងថាសម្ព័ន្ធមិត្តរបស់ខ្ញុំនេះគឺជាមនុស្សល្ងងឬក៏អត់នោះទេតែនេះគឺជារឿងល្អឬមួយក៏ជាគ្រោះមហន្តរាយនៅខាងនេះឈីងធានសួរថាតើចូហ្វាននោះមិនទាន់បង្ហាញខ្លួនរបស់គេទេឬសនហ្វាងនិយាយថាលោកប្រុសធំគឺជាវីរបុរសពិតនៅក្នុងចំណោមវីរបុរសលោកពិតជាសមនឹងត្រូវប្រយុទ្ធគ្នាជាមួយនឹងក្មេងម្នាក់នោះឈីងធានលើអញ្ចឹងនិយាយថាលិនស៊ន់ហ្វឹងប្រយ័ត្នសម្ដីរបស់ឯងផងនៅលើโลกនេះមិនមាននរណាគេមានតម្លៃស័ក្តិសមប្រយុទ្ធជាមួយនឹងយើងទេមានតែគោលដៅតូចៗដែលត្រូវបំផ្លាញបណ្ដោះអាសន្នប៉ុណ្ណោះយើងគ្រាន់តែចង់ឃើញតើគេមានតម្លៃឲ្យយើងនឹងសម្លាប់ដោយផ្ទាល់ដែរទេបើសិនគេនោះមិនអស់ចាយើងគ្រាន់តែឲ្យពួកឯងនឹងចាត់ការទៅបានហើយពីអ្នកទៀតលើអញ្ចឹងគាត់ថាអាឡិតនេះតែងតែអាប់អបដល់ពេលឥឡូវបាទជាត្រូវបានគេថាឲ្យទៅវិញសនហ្វឹងក៏និយាយថាលោកប្រុសធំហេតុអីមិនឲ្យខ្ញុំទៅសាឡបងពីកម្លាំងគ្រូសាលូចូហ្វានប្រកាសជានៅបង្ហាញខ្លួនពុំខានរួចបើសិនជាចូហ្វានមិនបង្ហាញខ្លួនទេពួកយើងចាត់ការពួកគេនោះឲ្យហើយទៅគឺរួចហើយឈិនធានលើអញ្ចឹងក៏ឲ្យអាប៉ែនោះធ្វើតាមនឹងទៅពួកគេនៅខាងនេះក៏ឃើញអាប៉ែសនហ្វឹងនោះចាក់ចេញទៅដែរនៅខាងនេះឈិនធានបន្តពួកឯងទាំងពីរនាក់ទៅដែរទៅប្រហែលជាការប្រយុទ្ធរវាងនាទាំង6នឹងកើតឡើងលឿនបន្តិចអ្នកទាំងពីរនោះឡើយក៏យល់ព្រមរួចក៏ចាក់ចេញទៅដែរ
ឈិញធាននិយាយឡើងថាឡើងពូឆាម្ដានិយាយពីទាំងអស់នោះមកកាន់ខ្ញុំពីមុនមើលទេក្នុងនាមមនុស្សដែលមានរមាញខ្លាំងខ្ញុំត្រូវតែធ្វើរឿងនេះឲ្យប្រកបមានតែបំបត្តិបញ្ហាតាំងពីចំណុចចាប់ផ្ដើមទើបសន្តិភាពពិតប្រាកដនឹងបានមកដល់ចូហ្វានឯងចូលមកបើសិនជាឯងមានភាពក្លាហាននោះសាររឿងក៏កាត់ពីខាងគ្រូសាឡូនឹងចូលចេញពីការប្រកួតពួកគេនៅពេលនេះក៏បានមើលសម្រាប់សិនឡៅផាងក៏សរសើរថានៅថ្ងៃនេះការប្រកួតគឺធ្វើបានល្អសមាជិកគ្រួសារលូលើអញ្ចឹងក៏ទទួលយកយន្តហែនិយាយឡើងមេក្រុងផាងលោកគឺជាអ្នកបង្វឹកពួកគេឬពួកគេនេះនៅក្មេងទេប៉ុន្តែមានសមត្ថភាពល្អសូម្បីតែខ្ញុំប្រយុទ្ធនៅក្នុងសង្គ្រាមនឹងក៏មិនដែលឃើញក្រុមណាគេបែបនេះដែរឡៅផាងតបថាលោកប្រាស់តូចគឺគិតខុសហើយខ្ញុំបង្វឹកពួកគេទាំងអស់នេះទៅតាមអ្វីដែលចូហ្វានបានបង្រៀនខ្ញុំមកទេមិនថាអ្នកចម្បាំងខ្លាំងយ៉ាងម៉េចពួកគេដឹងតែរឿងមួយគឺបន្តឆ្ពោះទៅមុខប៉ុន្តែមនុស្សមួយក្រុមនេះពួកគេនឹងស្លាប់ដើម្បីគ្រួសារលូនៅក្នុងពេលវេលាដែលមិនទាន់យន្តសាំងលើពាក់ព័ន្ធជាមួយនឹងការស្លាប់អញ្ចឹងរាងកាយរបស់នាងក៏រៀងញ័រយន្តហែក៏ថាឲ្យខ្ញុំសួរតែទៅនឹងការបង្វឹកទេតែបើជានិយាយរឿងស្លាប់ទៅវិញឡោផាងក៏ទាំងមកខ្លួនឯងរួចសុំទោសទៅកាន់អ្នកនាងថាមិននិយាយម្ដងទៀតឡើយយន្តហែក៏តវិញមេក្រុមផាងមិនចាំបាច់បន្តខ្លួនឯងទេ5ឆ្នាំហើយពួកយើងមិនបានដឹងពីព័ត៌មានរបស់គាត់សូម្បីតែប្រតិចារីនិយាយថាគាត់នៅរស់ប៉ុន្តែសន្មតនៅអ្វីដែលគាត់បាននិយាយគាត់មើលទៅគឺមិនមានតែមុខចិត្តទេប៉ះសិនបើចូហ្វាននៅរស់ហារីបានជាគេបន្តលាក់ខ្លួនមកដល់ពេលនេះទៅហើយភ្លាមនោះយន្តសាងងើបឡើងដោយនិយាយថាតោះទៅនៅក្នុងចិត្តនាងគឺចង់បញ្ជាក់ឲ្យអ្នករាល់គ្នាបានឃើញថាគ្រួសារលូនៅតែអាចចូលរួមនៅក្នុងការប្រកួតប្រជែងរវាងគ្រួសារទាំង7មិនថាយ៉ាងម៉េចទេខ្ញុំត្រូវតែនាំគ្រួសារលូឲ្យឈានទៅដល់ចំណុចមួយនោះនៅពេលដែលពួកគេបានមកដល់ខាងក្រៅនេះក៏មានព្រឹត្តិការណ៍ចេញមកអបអរសាទរដែលអាចឈ្នះ28ប្រកួតជាប់គ្នាយន្តសាងក៏ផ្ញើប៉ាដែរពេលដែលលោកពូលីនេះបានដឹងពីការឈ្នះរបស់នាងអញ្ចឹងលោកពូលីនោះតបថាក្នុងនាមគាត់ជាព្រឹត្តិការណ៍ធំតែឯងមិនដឹងយ៉ាងម៉េចទៅឯអ្នកផ្សេងសម្លឹងមេរកានគ្រូសាលូដែលមានសមាជិកច្រើនពួកគេក៏មកដល់ទេដែរគ្រូសាថ្នាក់ទី3មានកម្លាំងដល់ប៉ុណ្នេះឯយន្តសាងនាងក៏បន្តដើរចែកលេងយ៉ាងសប្បាយរីករាយភ្លាមនោះក៏មានល្បឿនដ៏លឿនបានឆ្លងកាត់រាងកាយរបស់នាងដឹងអញ្ចឹងតើមករបស់នាងក៏បានផ្លាស់ប្ដូរលោកពូលីក៏សួរយន្តសាងតាកើតអីមែនទេយន្តសាងតបទាំងរៀងភ័យថាដង្កៀបមួយនៅលើសក់របស់នាងនឹងក៏បានបាត់យន្តហែក៏សួរថាបងស្រីនឹងបានធ្វើឲ្យវាជ្រុះត្រង់ណាទេដឹងដល់អញ្ចឹងយន្តហែក៏បញ្ជាអ្នកផ្សេងនឹងទៅស្វែងរកដង្កៀបដែលបានបាត់នោះតែក៏មានសម្លេងសើចនិងនិយាយឡើងថាមនុស្សល្ងងមួយក្រុមគេបានchờនៅទីខ្ពស់ដោយបន្តថានេះមិនទេជារបស់ដែលពួកឯងស្វែងរកម្នាក់នេះគឺជាសនហ្វឹងគេក៏បន្តថាវាគឺនៅទីនេះយន្តហែក៏មើលស្គាល់ដែរនេះគឺជាលៀនសនហ្វឹងមកពីព្រៃគួយហ៊ូសនហ្វឹងនិយាយថាមើលទៅខ្លាទី5ដែលបានដើរតាមមេតបធំឌូគូនឹងក៏មានចំណេះដឹងខ្លះដែរដែលអាចស្គាល់ខ្ញុំបាននោះយន្តហែតបថាត្រូវហើយពុករបស់ខ្ញុំបានប្រាស់ពីមនុស្សល្បីល្បាញដែលមាននៅលើដែនដីនេះរួចទង្វើរបស់លោកនឹងគឺជាអ្វីទៅកុំភ្លេចថានៅក្នុងទីក្រុងមួយនេះសមាជិកគ្រួសារទាំងអស់គឺមិនអនុញ្ញាតឲ្យបង្កបញ្ហានៅកំឡុងពេលសង្គ្រាមទេទង្វើរបស់លោកនៅថ្ងៃនេះគឺកំពុងតែប្រឆាំងទៅនឹងបញ្ជាហើយសនហ្វឹងតបថាមិនចាំបាច់លើកឡើងពីរឿងអញ្ចឹងមកបន្លាចខ្ញុំទេយើងគឺមិនខ្លាចឡើយអាឡត់តែងដល់អ្វីទៅក្រៅពីតាចានោះបានប្រាប់តែកាន់ឯងក្រៅពីមនុស្សដែលមានអំណាចខ្លាំងនៅលើទ្វីបមួយនេះមនុស្សខ្លះតាចានោះគឺមិនហ៊ាននៅក្នុងការប្រឆាំងផងគាត់គ្រាន់តែប្រាប់ឯងនឹងកុំចង់ឲ្យទៅប៉ះពាល់ប៉ុណ្ណោះរួចបញ្ជាដែលលើកឡើងនោះគឺសម្រាប់តែគ្រួសារធម្មតាទេវាអត់បានការទេចំពោះគ្រួសារទាំង7របស់ពួកយើងយន្តសាងក៏ស្រែកឡើងថាឯងខ្ញុំប្រឆាំងទៅនឹងបញ្ជាផងរងចាំទៅខ្ញុំនឹងរាយការណ៍រឿងនេះប្រាប់ប្រកាសលោកមេតបធំគាត់នឹងដាក់ពិន័យទៅលើឯងចាក់ជាពំខានសនហ្វឹងលឿនអញ្ចឹងក៏បង្ហាញខ្លួននៅក្បែរយន្តសាងដោយបន្តថាខ្ញុំប្រាប់នាងតាចានោះគឺមិនអាចបញ្ចប់ខ្ញុំបានទេហើយអបនេះរោគចាំមែនតែមើលទៅកាន់ដើមទ្រូងរបស់នាងហើយសរសើរថាតំមើងទៀតកញ្ញាហារីបានជានាងមិនមកគេងជាមួយខ្ញុំមួយយប់ទៅនាងលឿនអញ្ចឹងក៏វាចេញទៅដល់ស្រែឡើងថាអាព្រាននារីឯសនហ្វឹងក៏បង្ហាញខ្លួននៅជ្រុងម្ខាងទៀតសោយឡើងហើយនិយាយថាមើលទៅសមត្ថភាពរបស់គ្រូសាលូមានតែប៉ុណ្ណឹងទេខ្ញុំមើលទៅដូចជាមិនឃើញមានអ្នកណាដែលអាចវាយខ្ញុំត្រូវបានសោះហើយពួកឯងនៅតែហ៊ានក្រអឺក្រទើមកក្នុងទីក្រុងមួយនេះទៀតលោកពូលីលឿនអញ្ចឹងក៏ប្រាប់ទៅអ្នកផ្សេងទៀតថាឲ្យចូលទៅទាំងអស់គ្នាពួកគេនោះក៏រៀងភ័យដែរប៉ុន្តែលើបញ្ជាអញ្ចឹងមានតែសម្រុកចូលទៅទេលោកពូលីក៏ប្រើប្រាស់ម្រាមដៃរន្ទះនឹងវាយប្រហារចេញទៅឯសនហ្វឹងឃើញអញ្ចឹងគេគឺនៅស្ងៀមធម្មតាទេថែមទាំងអាចចាប់ម្រាមដៃរបស់លោកពូលីនឹងបានយ៉ាងងាយគេក៏មិនតនិយាយទាំងមកខ្វល់ថាពិតជាយឺតខ្លាំងណាស់ឬក៏ធាក់មួយជើងទៅកាន់ខ្លួនរបស់លោកពូលីបានធ្វើឲ្យគាត់នេះប៉ាងថយមកខាងក្រោយក្បែរយន្តសាងវិញ
អាអ្នកផ្សេងទៀតដែលចូលទៅពីក្រោយហ្នឹងក៏ត្រូវបានស៊ន់ហ្វឹងចាត់ការបានទាំងអស់គេក៏និយាយទាំងឮថាយឺតខ្លាំងណាស់ត្រឹមតែជុំទី1ហ្នឹងខ្ញុំគឺចាត់ការអស់បាត់ហើយបងប្អូនគេទាំងពីរនេះដល់ពេលឃើញចឹងទៅគឺមិនគួរឲ្យជឿនោះទេល្បឿនរបស់មនុស្សម្នាក់នេះគឺលឿនពេកហើយខ្ញុំបានថាលេនស៊ន់ហ្វឹងគឺមានល្បឿនលឿនប៉ុន្តែខ្ញុំមិនគិតថាគេគឺឈានទៅដល់កម្រិតមួយនេះទេដូចជាគេនឹងបានលើកពីច្បាប់លំហនិងពេលវេលាអំណាចរបស់នាគទាំង6មិនមែនជាអ្វីដែលពួកយើងអាចដោះស្រាយបានទេស៊ន់ហ្វឹងនិយាយឡើងថាមើលទៅបិសាចនេះហោះឡើងលើនឹងពិតជាងាប់មែនហើយបើអញ្ចឹងហើយបានជាគេមិនទាន់បង្ហាញខ្លួនទៀតនៅក្នុងស្ថានភាពមួយនេះហើយអាចទេដែលគេនោះគឺជាមនុស្សកំសាកពួកគេនេះលេងអញ្ចឹងហើយក៏រៀងពិបាកចិត្តផងដែរយ៉ាងណាយន្តសាងក៏តវិញប៉ះសិនបើអ្នកគ្រប់គ្រងចូលហ្វាននៅទីនេះហាងគឺមិនអាចមកឆ្លើយបានយូរអញ្ចឹងនោះទេសនហ្វាងលើអញ្ចឹងតវិញថាមើលទៅនាងដូចជាឲ្យតម្លៃចូលហ្វានខ្ពស់ពេកហើយក៏ទៅបើសិនជាគេនៅទីនេះអាចថាស្ថានភាពនឹងផ្លាស់ប្ដូរដែរឬមនុស្សដែលមកពីតកូមិនស្គាល់ឈ្មោះរួចហៅខ្លួនឯងថាជាបិសាចនាគហោះឡើងហើយជាមនុស្សដែលហ៊ានចង់ឈើជាមួយនឹងកម្រិតស្មើពួកយើងមើលទៅគេមិនស័ក្តិសមឲ្យពួកយើងនឹងយកចិត្តទុកដាក់ទេរួចសនហ្វាងក៏បង្ហាញខ្លួននៅចំពោះមុខយន្តសានអ្នកផ្សេងទៀតឃើញអញ្ចឹងគឺបានត្រឹមតែផ្ញើប៉ាប៉ុណ្ណោះលោកពូឡៃគិតថាគេនេះកម្រិតវឹកហាត់ស្មើខ្ញុំទេប៉ុន្តែល្បឿនរវាងពួកយើងទាំងពីរគឺខុសគ្នាឆ្ងាយណាស់សនហ្វាងក៏បន្តទៀតអ្នកនាងលូបើសិនបើពួកយើងយករឿងមួយនេះទៅនិយាយតែពីរនាក់គេក៏ចាប់មាត់របស់នាងដោយបន្តថាតាចូលហ្វានឲ្យគេនោះអាចនៅក្រោមការបញ្ជារបស់ខ្ញុំមកទេតានាងនៅមកតាមខ្ញុំដែរឬទេយន់ហើយឃើញគេធ្វើបាបបងស្រីខ្លួនអញ្ចឹងក៏លោតចូលមកសូម្បីតែឡោផានេះក៏ស្ទុះមកព្រើងគ្នាតែភ្លាមនោះយន់ហើយត្រូវមកដៃរបស់ស៊ន់ហ្វឹងបាត់ទៅហើយរួចត្រូវបានគេនេះចាប់កវែងឲ្យទៅបុកនឹងឡោផាងទៀតហើយគេមិនទាន់ឈប់មកទេក៏ទាញយន់ហើយនឹងបោកចូលទៅខាងក្រោមលើពេលនេះគេក៏ជន់មកបាក់ជើងយន់ហើយទៀតយន់ហើយគឺមានភាពជឿចាំមែនតើយន់ហើយបានឃើញប្អូនរឿងទៅអញ្ចឹងក៏រៀងបារម្ភផងដែរប៉ុន្តែភ្លាមនោះនាងក៏ត្រូវបានអបិស៊ន់ហ្វឹងនោះមកចាប់ដៃជាប់គេក៏សួរទៅយន្តសាងថាតើអ្នកនាងលូនឹងយកព្រមសហការដែរទេយន្តសាងបានលើអញ្ចឹងនាងគឺមិនទាន់មកក៏អ្វីឡើយអបិនោះដល់ពេលអញ្ចឹងក៏ជន់ទៅកាន់ជើងយន្តហើយបន្ថែមទៀតយន្តហើយព្យាយាមទៅមែនតើមិនចង់ឲ្យខ្លួនឯងស្រែកចេញមើលនោះទេព្រោះអីគេមិនចង់ឲ្យបងស្រីរបស់គេនឹងយកព្រមជាមួយនឹងអបិនោះឡើយបើនាងយកព្រមនោះគេឈ្មោះគ្រូសាឡូច្បាស់ជាត្រូវរលាយហើយសនហ្វឹងឃើញអញ្ចឹងក៏និយាយថាមើលតែឯងក៏រៀងរឹងរូសដែរតែក៏ប្រើកម្លាំងរបស់គេបន្ថែមនឹងជន់ទៅកាន់ជើងរបស់យន្តហើយគេរើមភាពជឿចាប់ខ្លាំងណាស់ប៉ុន្តែគេគឺព្យាយាមទ្រាំឲ្យបានឡោផាងដែលនៅម្ខាងគឺស្រែកឡើងទាំងក្តីបារម្ភយន្តសាងឃើញថាប្អូនរបស់នាងនៅពេលនេះឡើងញ័រអស់ហើយប៉ុន្តែអបិស៊ន់ហ្វឹងនោះក៏ចាប់មាត់របស់នាងព្រមទាំងសួរថាឥឡូវនេះនាងមកតាមខ្ញុំឬក៏ចង់ខ្ញុំនឹងខ្លាចទៅជាម្ចាស់របស់ជូហ្វានយន្តសាងក៏ប្រឹងនិយាយថាតើលោកគិតថាខ្លួនឯងនឹងមានតម្លៃសមដែរឬប្រៀបធៀបជាមួយនឹងគាត់លោកគឺគ្មានអីនោះទេប្រៀបដូចជាដុំលាមកប៉ុណ្ណោះលោកគឺមិនសមទៅនឹងស្បែកជើងដែលគាត់បានពាក់ផងសនហ្វឹងលើអញ្ចឹងក៏ខឹងរួចគេក៏ចង់វាយប្រហារទៅកាន់នាងប៉ុន្តែភ្លាមក៏មានក្រណាត់ពណ៌ផ្កាឈូកបានសម្បែកចូលមកសនហ្វឹងក៏បានដឹងដែររួចគេក៏បំលាស់ទីក៏ចេញពីទីនេះរួចក៏បង្ហាញខ្លួនមកវិញនៅឯជ្រុងម្ខាងទៀតសនហ្វឹងនិយាយទាំងរៀងភ័យថាមកយូររ៉ាតកោឈូជីងឆេងនេះមិនមែនជាបញ្ហារបស់នាងនោះទេឈេងឆេងតបថាបងមកយូមិនអនុញ្ញាតឲ្យពីណាគេធ្វើបាបមនុស្សស្រីឡើយយន្តសាងឃើញនាងអញ្ចឹងគិតថាស្រស់ស្អាតណាស់តែនៅលើโลกនេះមានមនុស្សស្រីស្រស់ស្អាតអញ្ចឹងដែរឬហើយនាងក៏មានឈ្មោះថាឈូឈីងឆេងភ្លាមនោះក៏មានសម្លេងសួរមកពីខាងក្រៅថាយន្តសាងតើនាងមិនកើតអីទេយន្តសាងតបថាខ្ញុំមិនកើតអីឡើយបងស្រីវាអស់រយៈពេលរៀងយូរដែរហើយដែលពួកយើងជួបគ្នាលើកមុននោះឈីងឆេងនៅតែបន្តសម្រាប់ទៅកាន់អបិនោះអញ្ចឹងសនហ្វាងនិយាយឡើងនេះមិនមែនជាបងហោយូនោះទេកុំលើកឡើងពីច្បាប់នៅក្នុងដែនដីរបស់ពួកនាងឲ្យសោះរួចនាងក៏ព្យាយាមមកលូកលាន់នៅក្នុងបញ្ហារបស់អ្នកដទៃឈីងឆេងតបថាសុំទោសប៉ុន្តែវាគឺជាទម្លាប់របស់ខ្ញុំអបិនោះលើអញ្ចឹងក៏ទៅវិញបើអញ្ចឹងទៅហើយក៏មិនទោសខ្ញុំឲ្យសោះរួចក៏ប្រើល្បឿននៅលឿនសម្ដៅទៅកាន់នាងឆេងឃើញអញ្ចឹងក៏ព្យាយាមសង្កេតមើលទៅកាន់អបិនោះជើងអបិសនហ្វាងនេះទាំងសងខាងភ្លាមក៏ប្រែមានតកោដោឡើងសនហ្វាងគិតឡើងទាំងរឿងផាត់ភ័យថាតើនេះគឺជាដែនតកោឬគេក៏ប្រើប្រាស់កម្លាំងរបស់គេនឹងរំដោះខ្លួនមើលខាងក្រោយបន្តិចរួចគេក៏ស្រែកសួរទាំងភ្ញាបាថាតើព្រលឹងរបស់នាងឈានទៅដល់កម្រិតទី5ហើយឬក្រែងការវឹកហាត់របស់នាងត្រូវបានបង្អាក់10ឆ្នាំឬខ្ញុំមិនរំពឹងទុកសោះថានាងក៏មានការវឹកហាត់លឿនអញ្ចឹងនោះទេឈូជេងឆេងនាងពិតជាស័ក្តិសមឲ្យខ្ញុំមីកោតសរសើរមែនឆេងទៅវិញឥឡូវតើលោកបានដឹងពីកម្លាំងរវាងពួកយើងទាំងពីរហើយឬបើលោកបានដឹងហើយប្រកាសទៅឲ្យឆ្ងាយទៅខ្ញុំមិនចង់បង្កចំនួនមុនពេលដែលសមរភូមិរវាងគ្រួសារទាំង7ហ្នឹងកើតឡើងទេសនហ្វឹងតវិញថាឆេងនាងជឿជាក់លើខ្លួនឯងពេកហើយត្រឹមតែនាងម្នាក់គឺមិនអាចគ្រប់គ្រាន់ដោះស្រាយជាមួយនឹងខ្ញុំបានទេនៅពេលភ្លាមមកដែរយានប៉ានគួយក៏ស្ទុះមើលពីក្រោយនាង
เชงเชงก็บานดังพองนายรู้กับปลากำลังระบายเนื่องเรียเรียงจมวยนางแปะนูก็ปลายคลายตะเจียบสายพอใบตองเตยเชิญในจุดสอนฟังเชงเชงเมื่อการได้ระบายเนี่ยได้เมียนจุดปืนนั่งในจงวันนั่งเชงเชงกระทาจุดปืนนี่อยากกระครั้งน่ะตาคือจะเกลืออาเจียนปานกุ้ยนู้ก็มังหันคลุนเอาเนียงมันเคยพองได้ซ้อนฟังซอยลางดาวเนียแทนเนี่ยปลาปืนดอกกัญชาระบายโลกคือมังหันคลุนจอมเปโลนะบาสันจียืดตามันเตยนั่งขยมเมียนแต่ปลากำลังเลยเป็นเตยเชงเชงกระทาในเป็นนี่คือเรื่องสมกสมัยมันเตยเฮาซ้อนฟังสายลางทางมาอยู่รายตะโกเป็นนี่เตยไหวปีตัวน้ำมูจมูกหนังเยอะเฮาย่อมมึงจำมือตาเนื้อนั่งหนึ่งเมียนออกการเฉลี่ยปานจรางปันนาปันตายเพลียมสิ่งย่นสายลางดาวมันโตท่าโลกก็เชื่อมันเนี่ยในของจำนำเนี่ยนั่งมาอยู่รายได้ตาลูกมันเมียนเพียบเอียนขมาเตะได้จองไว้ปีตัวมวยนู้อะไรตาลูกนางเนียไว้ได้บาสันเจียใบตัวปีวิ่งสมัยตาบองปอนตะโกซีต่างปีนั่งก็บานเมือกดูคเนียเพลียมนู้ดิงก็สู้เตยยนสร้างท่าตาเนียงก็เชียนเนียงลูเมนเตยนสร้างเคยเนียงจังก็สู้แต่เติงปีจนเชียนเทียนยางเรือนจังก็ปัญญาโจมเมือกดาวใหญ่ท่านี่ก็เชียจนเชียนจอบเปี้ยระบอบปูเยนนั่งนิ่งก็โตตะวันท่าในเดียงลูกอมโยจะล้อมคือมันมีตัวแม่ตัวเมืองไว้ระเวียงปูเยนโนเตระบองโจฟ้านกับมาปดาวิเอามาการปูเยืองยนสร้างเรือนช่างก็เรียงคำพงในโปรยโจฟ้ามันได้ปดอยเอาเนียงเตปันตายเชิงเชิงเรือมูนี่บาเจือคังเจียงเกจึงไอตัววนเพื่อเอาจมหายตัวแจ้งใจปีขลุ่นปลาระบอเนียงนักขณะสิ่งโยนในทางขยมชอตานาราเกจึงเนี่ยจังสารระบองจมูกขยมปันตายเทียนสร้างก็ด่าโจมากดับปราธาโลกมันจำมาเถื่อสการมาเพียบเตแต่กระเราเตอตกปูเกตั้งปีนี้ออยมาการขยมสิ่งโยนเรือนช่างเกิดในของจัตตาจะรักไปนี่คือใจเมือกอันจังเตียนหอยยานะก็รอได้นี่คือเชียร์การดักชมไม้เคยปีกำลังระบอกเกซ้อนฟังเคยจังสู้ในการคณีระบอกเกท่าทั่วยังเหมือนตาโก้ได้โดดถอยได้เตปันตาเพลมก็มีมาในที่สตูโจมาได้ปราธามันแม่ปีโตปีเตปันตาคือใบโตใบงานระบาดเมือกนี้คือเชียร์ยูซานเกมันโตเตียท่าเราเปล่าท้อมในใหญ่ปัจเจตร์เนี่ยนางมาอยู่ร้านปัจเจเมียนสมรภูมิเหมือนปัดแมนซ้อนฟังนู้นซอยลางได้มันโตท่าอะไรนี่อย่างไม่เท่าแต่เป็นได้กระทาปูเยนั่งคลายปูไอต่างใบรือเทียนสร้างเรือนจังโดดได้ระบอกเกจมูกหนังทามาปูได้มันโตท่างานต่างปีเรือแหนบเซนเตอร์ใบแหนบเกนี่คือเชียร์ระบอกขยมเฮาเชิงช่างกระสูหลบเราซีแต่อาโตโต้จมูกหนังโปเกต่างใบหนูบานอาเตเทียนสร้างต่อท่าบาสันจึกย่อมมันอาจดอกสลายจมูกหนังโปเกต่างใบหนาหนูบานพอตากย่อมอาจนำประโยชน์จมูกหนังฮองปูชิงเทียนบานอย่างเหมือนเตอสิ่งโยนในลางระบองซีขยมมันควาวอัมปีมันหนูปีแหนหนูเตปันใต้ยูซันเกมันหนูตกอักขยมเวเมียนเชียนล้องเฉลิมยูมิงตายแต่เมียนจุ่มลัวปูเยอะนักดอกสลายปัญหานี้ระเวียงต่างครูสาปูเย็นต่างปีเตยูซันโตบันทาโลนะขยมก่อกระดูเจียโลกได้จะเมื่อตาขมายจะมองตรายระบอเวเมียนเชียนล้องนั่งเมื่อระไวคลาเตอขยมนั่งมันเจาะทาตาเฉลิมยูมิงนั่งบานวีทำไมโลกปูเปหรือก่ออดแต่เพลมโลกกเมียนธรรมโปทะเลจอมกันดาโปเกสำเร็จบรรลือลางทางโชคงานระบายหมักดอนี่คือจีคลาต่างบุญในเทียนยูคลาตีมุ้ยในยลางในรอกนี้เมตอบทมดูกูบานหามปรามันออยบังโกจำล้วนในขนมตีกรองเปิกเนี่ยครูซาแตมรำปีนั่งโกมันเมียนการในเลิกแรงได้ในบานตรมนะเก้โกเรียงพญาปาบันเติร์ครูคลาตีใบสู่เตยยนไฮท่าตาเชื่อระบายนั่งเมรวัยการล้างนั่งเชื่อยนไฮในปีนี้เมื่อเตดูเฉียบาหอยทามแต่งเวียนเชียมโฮเมื่อตีพงยนสร้างในท่าบองตีใบคือเฉียลินสอนฟังสมออยบองทอมังจุยปุเอียงพงคลาตีใบสายลางแต่งกำลังท่านานาเก้ทัวบาครูซาระบายยังเริกหัวเผาปันตายคลาตีมวยบาเลนจ้างก่อสายเอาสงัดสันเตอร์โดยเก้ในหลังแต่งมันจางท่าขยงสังคมท่าปูยันต่างอันนี้หนึ่งตกเรือมูนี่เนอร์มูไลบาซันเชียมันจังเอาโลกไม่ตอบทมโลกได้โจเรือมูนี่ดับตัววิมันสมันเตได้มันจอบเตอร์ตรมตายเปียสมได้ซ้อนฟังในลางมันไอเตวิกรอนแต่เชื่อเรื่องโกเอายันนัดขยมมันจังบางแห่งปูเกตในสมัติเพียบระบอกขยมเตปูยันในโรงจามเราตัดดากาสมาจันในขนมสมรภูมิครูซาแตงปรังปีกบ้านคลาที่มวยเกในเยนจามันปันตายขนมจัดคือกลมหนังปูเกนูครั้งนะเก้ก็ได้แต่เลิกยนให้ดอยมันต่อท่ายนให้ขยมสำคัญท่าไอ้มันสาวขยมยนให้ต่อท่าเอาเตเรือในขยมโยลบองท้องตราตามันจอบปัญหามวยนี้เกเลือนจังกระคงจะท่าปอนเปิดบาเก้ตราบานแนบแสงถั่วบ้าปันตายขยมมันอายกาเปียปองครูนางบ้านตาขยมคือเชือบองประเพรไว้เตอแต่ในเปนูชิงเทียนก่อนใหญ่ลางท่าตาสันเพียบมวยนี้มันตอนจับเตมันแนมแนบบาเลือนจังเติมมวยบาเก้คือจับดามพญาปาเฮาซ้อนฟังก่อนใหญ่แต่กันชิงเทียนท่าหลบเราทมนี่คือเชือไว้ดามานกาดล่างชิงเทียนมันโตจับทางปีโจฟ้ามันตอนบานบางหันคลูนในเล้าปานจังกำจัดกรูซาโลมวยนี่เจ้าตามโดนเตอคลาตีมวยเลือนจังโกเจอมาแฮมคอดดอยในใหญ่ท่าหลบเราฮองปูโลไม่ตอบท้องบานหามปรามมันเอาเมียนกาประโยชน์ในข้างกระไรโนเตชิงย้อนตอบท่าจมดัวประโยชน์สองเกรียม
ទាំងពេលនេះពិពណ៌នាអំពីចំនួនកងទ័ពរវាងភាគីទាំងពីរដែលមានកម្លាំងស្មើគ្នាប៉ុន្តែមិនមែនជាពលលោកដែលមានតម្លៃនៅក្នុងចំនួនប្រយុទ្ធទេដូច្នេះការដែលលុបបំបាត់អ្នកទន់ខ្សោយចោលវាមិនមែនជារឿងខុសនោះទេខ្លាទី1បានលើអញ្ចឹងគេក៏រៀងពិបាកនៅក្នុងការតបវិញដែរប៉ុន្តែភ្លាមនោះក៏មានធម្មពលបោកខៀវបានស្ទុះឆ្លងកាត់ខ្លួនរបស់គេធានសាងស្រែកឡើងថាហួងពូឈីងធានខ្ញុំរងចាំ10ឆ្នាំហើយរួចក៏ប្រើប្រាស់ទម្រង់ទី9ការពោបំបែកមេឃវាប្រហារទៅកាន់ឈីងធានលើអញ្ចឹងតបថា10ឆ្នាំឬរួចក៏ប្រើដៃរបស់គេនឹងបំផ្លាញដើមមូលចោលដោយតបវិញថាអញ្ចឹងការដែលលោករងចាំគឺអត់ប្រយោជន៍ទេធានសាងដល់ពេលអញ្ចឹងធម្មរបស់គេក៏ផ្ញើផ្អើរួចចំហាយធម្មពលមួយក៏បានប៉ាងចិត្តខ្លួនរបស់ធានយ៉ាងផ្ញើផ្អើណាឃើញបងរបស់ខ្លួនរើងរបួសខ្លាំងអញ្ចឹងឈីងធាននិយាយឡើងមុននេះគ្រាន់តែសត្វមូសដែលរំខានប៉ុណ្ណោះ